ភ្នាក់ងារនិងសកម្មជនគាំទ្រគណៈបកភ្លើងទៀនចំនួន38រូបនៅឃុំពោអង្ក្រងស្រុកបរសែតខេត្តកំពង់ស្ពឺបានសូមចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាឲ្យមើលឃើញពីការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោហ៊ុនសែនជាប្រធានគណៈបកប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យភ្នាក់ងារនិងសកម្មជនគាំទ្រគណៈបកភ្លើងទៀនចំនួន38រូបនៅឃុំពោអង្ក្រងស្រុកបរសែតខេត្តកំពង់ស្ពឺបានសូមចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រធានគណៈបកប្រជាជនកម្ពុជាពិធីនេះបានធ្វើឡើងនាថ្ងៃទី24ខែមិថុនាឆ្នាំ2025ក្រោមវត្តមានឯកឧត្តមទីប៊ុនថេងទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចលនាកសាងសមាជិកបកមូលដ្ឋានខេត្តកំពង់ស្ពឺការប្រកាសដាច់ខ្លួនចេញពីគណៈបកភ្លើងទៀននិងគោរពស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសូមចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដោយស្ម័គ្រចិត្តមិនមានការបង្ខំឬទិញដូរអ្វីឡើយព្រោះពួកគាត់ទាំងអស់គ្នាលែងជឿលើនយោបាយគណៈបកប្រឆាំងទៀតហើយជាពិសេសតនដិតក្បត់ជាតិសំរងស៊ីគឺជាអ្នកនយោបាយបំផ្លាញសេដ្ឋកិច្ចរាស្ត្រនិងសូមប្រកាសគាំទ្ររាជរដ្ឋាភិបាលដែលបានយកបញ្ហាព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយពហិការមិនទិញទំនិញរបស់ប្រទេសសៀមគ្រប់ប្រភេទក្នុងឱកាសនោះឯកឧត្តមទីប៊ុនថេងបានលើកឡើងថាការរក្សាបានការអភិវឌ្ឍជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់លើអាយុជីវិតរបស់ប្រជាជនជាពិសេសគឺការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាដោយសម្បូរសប្បាយពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះដែលឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលជាភ្នាក់ងារនិងសកម្មជនគាំទ្រគណៈបកភ្លើងទៀនបានមករួមរស់ជាមួយគណៈបកប្រជាជនកម្ពុជាគឺរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជានិច្ចមិនអាចបំភ្លេចបានឡើយ